Wow. Ui. God. Wow. Nè sao ថ្ងៃនេះគឺថាមានរលឹមពេញមួយថ្ងៃតែម្ដងអ្នកនរគ្នាបាទអញ្ចឹងហើយខ្ញុំទាំងពីរនាក់ក៏នឹកឃើញថាចង់ហូបជាមួយនឹងផ្សិតជើងដំរីអញ្ចឹងណាអ្នកនរគ្នាបាទដោយសារតែមេឃតិចជាអ្នកនរគ្នាបាទចង់ហូបអីដែលផ្អែមអញ្ចឹងហើយគឺថាមានតែហូបបង្អែមដែលយើងអត់ចំណាយលុយគឺមានតែផ្សិតជើងដំរីទេបងប្អូនទាំងគ្នាដោយសារតែភ្លៀងពេញមួយថ្ងៃអញ្ចឹងហើយផ្លូវគឺថាពិបាកមែនតើបងប្អូនបាទរអិលពេញហ្នឹងហើយនេះខ្ញុំថតកាត់ទេគឺថាដល់កន្លែងដែលយើងរកផ្សិតជើងដំរីហើយអ្នកនរគ្នាបាទគឺនៅក្នុងចង្ការកស៊ូអញ្ចឹងណាបងប្អូនទាំងគ្នាបាទហើយមេឃនៅនឹងដែរគឺថាស្ទុំពេញមួយថ្ងៃតែម្ដងអ្នកនរគ្នាបាទហើយនេះផ្សិតនេះបងប្អូនបាទហើយយើងទៅនេះគឺថាមានអាចាស់ផងអាខ្ចីផងអញ្ចឹងណាអត់សូវសម្បូរដូចកាលមុនទេហើយយើងទៅរងឯនេះដែរគឺថាចំពេលមេឃភ្លៀងទៀតអ្នកនរគ្នាបាទលើហ្នឹងគឺថាវាអត់ទាន់ភ្លៀងទេបងប្អូនបែរកំពុងតែរៀងអញ្ចឹងបាទភ្លៀងមួយសាយគាត់ថាវារៀងហើយតិចទៀតគឺថានឹងភ្លៀងមកបដៅបងប្អូនបាទនិយាយទៅរសារថ្ងៃហ្នឹងគឺថាស្ទុំពេញមួយថ្ងៃអ្នកនរគ្នាបាទអត់មានពន្លឺថ្ងៃសោះតែម្ដងសម្រាប់សិតជើងដំរីបងប្អូនបាទនិយាយទៅហូបអត់ចេះឆ្អែតតែម្ដងបងប្អូនបាទដោយសារតែរសជាតិរបស់វាគឺឆ្ងាញ់បងប្អូនបាទនិយាយទៅគឺថាដូចតែបង្អែមយើងទិញនៅផ្សារអញ្ចឹងណាគាត់ថានេះវាជារបស់ធម្មជាតិអ្នកនរគ្នាបាទហើយរសជាតិរបស់វាគឺមិនសូវជាផ្អែមទេបាទយើងដាក់ទឹកដោះគោក៏វារៀងសាបអញ្ចឹងណាគាត់ថាខ្ញុំគឺអត់សូវចូលចិត្តបង្អែមណាដែលផ្អែមដិតទេអ្នកគ្នាបាទគឺយើងចូលចិត្តរៀងឡំតិចទៅគឺឆ្ងាញ់យើងហូបទៅគឺអត់ទលន់ទេបងប្អូនបាទដូចផ្សិតជើងដំរីនេះដែរបងប្អូនបាទរសជាតិរបស់វាស្តៀងសារាយហើយយើងដាក់ជាមួយទឹកដោះគោទៀតវារៀងផ្អែមតិចទៅគឺហូបទៅឆ្ងាញ់បងប្អូនបាទសំខាន់គឺថាធម្មជាតិពិតតែម្ដងអ្នកនរគ្នាបាទហើយនេះមេឃកំពុងតែភ្លៀងយើងដើររផងអីផងបងប្អូនបាទនេះគឺថាហើយសំខាន់មូសទៀតបងប្អូនបាទដោយសារតែមេឃកំពុងតែភ្លៀងខ្លាំងផងអីផងហើយនិយាយទៅគឺថាល្ងឹតយកតែមែនតើអ្នកគ្នាបាទក្នុងទូរស័ព្ទនេះរៀងភ្លឺថាខាងក្រៅវិញគឺថាល្ងឹតទៅសុលវិញហ្នឹងហើយអ្នកគ្នាបាទបើកភ្លើងបានរៀងច្បាស់ប៉ុណ្ណឹងតែបើនិយាយពីផ្សិតជើងដំរីបាទយើងវិញនិយាយថាធំល្អណាស់បងប្អូនបាទដូចយ៉ាងមួយដែលខ្ញុំកំពុងតែបេះអញ្ចឹងបងប្អូនបាទនិយាយទៅធំជាងកដៃទៀតបងប្អូនបាទគឺធំយកតែមែនតើអាហ្នឹងគឺថាវាពេញតែធំល្អអ្នកនរគ្នាបាទនិយាយទៅគឺពេញសាច់តែម្ដងគឺអត់សូវមានទឹកដូចអាចាស់ទេគឺថាពេញតែម្ដងហើយអានេះគឺថានៅពីរជាប់គ្នាបងប្អូនបាទនេះប្រពន្ធបាទដៃណានៃតែម្ដងអ្នកនរគ្នាបាទហើយយើងយកតែអាណារៀងសាច់របស់វារៀងរឹងទេហើយណាចាស់ជ្រាយពេកក៏យើងយកចិត្តអត់កើតអញ្ចឹងណាបាទហូបអត់កើតអញ្ចឹងហើយគឺយើងរកតាណាដែលវារឹងល្មមអ្នកនរគ្នាបាទហើយនេះយើងច្រកក្នុងថងអញ្ចឹងទៅហើយមេឃគឺថាកំពុងតែភ្លៀងខ្លាំងមែនតើអ្នកនរគ្នាអើយនិយាយទៅខ្ញុំទាំងពីរនាក់គឺថាតស៊ូមែនតើអ្នកគ្នាបាទហេតុតែចង់ហូបទៅបីទីភ្លៀងបណ្ណាក៏អត់ត្រឡប់មកផ្ទះវិញដែរមុនណាបាទហើយមិនត្រឹមតែភ្លៀងទេអាផ្លូវយើងជិះទៅក៏ពិបាកដែរគឺអត់ស្រួលទេរអិលវិញនឹងអ្នកនរគ្នាបាទតែធ្វើមិនចង់ហូបអញ្ចឹងយើងត្រូវតែទៅដល់គោលដៅអញ្ចឹងមេឃកំពុងភ្លៀងហើយស្រាប់ស្រែកទឹកអ្នកនរគ្នាបាទអញ្ចឹងអត់ដឹងថាបានទឹកមកពីណាផឹកនេះផ្សិតនេះទុកទៅអីអ្នកនរគ្នាបាទហើយអាណាចាស់និយាយថាធំហើយគឺថាទឹកច្រើនយកតែមែនតើអ្នកគ្នាបាទហើយនៅពេលដែលថាមេឃរៀងតិចយើងធ្វើការចាត់ហូបកន្លែងនឹងតែម្ដងគឺនៅក្រោមចការកស៊ូនឹងតែម្ដងអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាជាមួយនឹងលេខឃ្លៀក Sibling របស់ Mebella បងប្អូនបាទហើយលេខឃ្លៀកហ្នឹងគឺល្អប្រើមែនតើអ្នកខ្ញុំបាទខ្ញុំប្រើជាប្រចាំថ្ងៃអញ្ចឹងណាបាទរាល់អ្នកទាំងអស់គ្នាដែលមានបញ្ហាក្លិនឃ្លៀកបែកញើសឃ្លៀកសាឃ្លៀកដុំពកឃ្លៀកខ្មៅអ្នកទាំងអស់គ្នាអាចមកប្រើជាមួយនឹងលេខឃ្លៀក Sibling របស់ Mebella បានហើយបន្ទាប់ពីខ្ញុំបានប្រើលេខឃ្លៀក Sibling របស់ Mebella មកបងប្អូនបាទឃើញថាឃ្លៀករបស់ខ្ញុំគឺថាសម៉ត់ជាងមុនបងប្អូនបាទឥឡូវហ្នឹងគឺថាមុខគឺថាចង់ខ្មៅជាងឃ្លៀកអីបងប្អូនលេខឃ្លៀក Sibling របស់ Mebella គឺជាប្រភេទលេទឹកអប់ហើយក្លិនរបស់វាវិញគឺថាក្អូបឈ្ងុយនិយាយទៅក្អូបដូចទឹកអប់អញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់បានឃ្លៀកស្អាតសម៉ត់កុំភ្លេចប្រើជាមួយនឹងលេខឃ្លៀក Sibling របស់ Mebella បានឬក៏ឆាតទៅ pick ម្ចាស់ brand ដែលខ្ញុំមិនសិនឈ្មោះគាត់នៅលើចំណងជើងនេះបាន